សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកអេហ្គ័ររ៉ូដិនកូអនុរដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ីមកកាន់កម្ពុជានេះពេលនេះគឺជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀតនេះបើយោងតាមលោកជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបើតាមលោកជាធិរិទ្ធក្នុងជំនួបរវាងសម្ដេចតេជោហ៊ុនសែនជាមួយអនុរដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ីនៅវិមានសាមគ្គីភាពនៅថ្ងៃទី24 ខែសីហាឆ្នាំ2026សម្ដេចតេជោបានគូបញ្ជាក់ថាឆ្នាំនេះគឺជាខួបលើកទី70នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរដែលបង្ហាញអំពីទំនាក់ទំនងដ៏មានវ័យចំណាស់មួយរវាងប្រទេសទាំងពីរបន្ថែមពីនេះសម្ដេចតេជោក៏បានរំលឹកអំពីសារនៃទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីជាពិសេសគឺសារៈសំខាន់នៃតួអង្គរបស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ីតាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេសរហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រីដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើននិងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ីជាច្រើនលើកកន្លងមកជាមួយគ្នានេះសម្ដេចតេជោបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជាជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាទន្ទឹមគ្នានេះសម្ដេចតេជោបានស្វាគមន៍ចំពោះការពិភាក្សារវាងលោករ៉ូដិនកូជាមួយសម្ដេចមហាបពិធិបតីហ៊ុនម៉ាណែតដែលផ្ដោតលើពាណិជ្ជកម្មនិងសេដ្ឋកិច្ចដោយចាត់ទុកថាជាចំណុចស្នូលនៃទំនាក់ទំនងទ្វេភាគីក្នុងជំនួបនោះដែរលោករ៉ូដិនកូបានកោតសរសើរទូនាទីដ៏សំខាន់របស់សម្ដេចតេជោក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជារុស្ស៊ីនិងទូនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិហើយសម្ដេចគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់បន្ថែមពីលើនោះលោកថែមទាំងបានជម្រាបសម្ដេចតេជោអំពីនយោបាយនិងការពង្រឹងនៅពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើងផងដែរជាមួយគ្នានេះផងដែរលោករ៉ូដិនកូក៏បានលើកឡើងពីការរងចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីដោយបានគូបញ្ជាក់ថាថ្នាក់ដឹកនាំរបស់រុស្ស៊ីលោក Vladimir Putin កំពុងតែរងចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលឆាប់ខាងមុខនេះជាការឆ្លើយតបសម្ដេចតេជោលើកឡើងថានៅពេលនេះសម្ដេចកំពុងតែពិនិត្យមើលនិងវិភាគកាលបរិច្ឆេទដើម្បីកំណត់នៅដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដែលឆាប់ខាងមុខនេះតាមពេលវេលាសមស្របបន្ថែមពីសម្ដេចតេជោបានបញ្ជាក់ប្រាប់លោករ៉ូដិនកូផងដែរថាកម្ពុជាក៏ត្រៀមទទួលនៅដំណើរទស្សនកិច្ចរបស់ប្រធានគណៈបករុស្ស៊ីរូបរួមដែលក្រុងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ